រឿងក្បាលខ្មោចរមៀលក្នុងព្រៃជូនបងប្អូនស្ដាប់ឲ្យបានច្បាស់លាស់ដូចតទៅសូមគោរពបងប្អូនញាតិមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំគ្រូសក់កណ្ដាញ់សូមលើកយករឿងរ៉ាវអាត់កំបាំងមួយពីក្នុងព្រៃជ្រៅដែលគេស្គាល់តគ្នាហៅថាក្បាលខ្មោចរមៀលក្នុងព្រៃមកជម្រាបជូនរឿងនេះនិយាយអំពីព្រានព្រៃពីរនាក់គឺតាសុកនិងអាឆីតាសុកគាត់ជាព្រានចាំវសាស្គាល់ព្រៃស្គាល់ភ្នំហើយជាមនុស្សដែលជឿលើរឿងវិញ្ញាណម្ចាស់ទឹកម្ចាស់ដីណាចំណែកអាឆីវិញនៅក្មេងបើនិយាយឲ្យខ្លីគឺក្មេងចិត្តខ្លាំងមិនសូវជឿរឿងអស់នឹងទេថែមទាំងចូលចិត្តនិយាយអួតអាងទៀតផងថ្ងៃមួយអ្នកទាំងពីរបាននាំគ្នាចូលព្រៃជ្រាវនៅតំបន់ព្រំដែនដើម្បីរករបស់ព្រៃនោះគេល្បីថាជាព្រៃខ្លាំងគឺព្រៃដែលមានវិញ្ញាណស័ក្តិសិទ្ធិយាមកន្លែងមុននឹងឈានជើងចូលព្រៃតាសុកក៏បានដាស់តឿនអាឆីថាអាឆីអើយចូលព្រៃនេះត្រូវប្រយ័ត្នមាត់កបន្តិចកុំជេរកុំប្រមាថឬនិយាយអ្វីប្រដេះប្រដាស់ឲ្យសោះក្រែលោម្ចាស់ព្រៃម្ចាស់ភ្នំគាត់ខឹងវានឹងកើតជាគ្រោះដល់យើងអាឆីឮដូច្នេះក៏សើចហើយឆ្លើយដោយមិនខ្លាចរអាអូយតាសុកសម័យណាហើយនៅជឿរឿងខ្មោចព្រៃទៀតខ្ញុំមិនខ្លាចទេនិយាយមិនទាន់បានប៉ុន្មានផងអាឆីក៏នឹកចង់បត់ជើងតូចវាដើរទៅឃើញដំបូកធំមួយក៏ឈរនោមស្រោចពីលើដំបូកនោះទាំងដើរតាសុកស្រែកហាមតាសុកឃើញសកម្មភាពនេះក៏បានត្រឹមតែក្រវីក្បាលហើយលួចលើកដៃសំពះសុំខមាលក្ខតូតជំនួសអាឆីក្នុងចិត្តលុកដល់ពេលយប់ពួកគេទាំងទីក៏បានបោះជំរុំដុតភ្ញាក់ភ្លើងដាំបាយស៊ីចុកសម្រាប់នៅកណ្ដាលព្រៃនោះនៅពេលយប់ស្ងាត់ម៉ោងប្រហែលពាក់កណ្ដាលអាត្រៀតខ្យល់ដែលធ្លាប់បក់ក៏ឈប់អ្វីក៏ស្ងាត់ជ្រុំខុសធម្មតាសូម្បីតាំងសំឡេងសត្វរៃយំក៏បាត់អស់រលីងរំពេចនោះស៊ូគ្រឺតគ្រឺតគ្រឺតសំឡេងមួយបានបន្លឺឡើងហាក់ដូចជាមានគេរុញដុំថ្មមួយឲ្យរមៀលលើដីឬដូចជាដើមឈើធំមួយកំពុងរលំសំឡេងនោះកាន់តែលឺខ្លាំងឡើងហើយខិតជិតមករកជំរុំរបស់ពួកគេបន្តិចម្ដងតាសុកមុខស្លេកស្លាំងគាត់ដឹងភ្លាមថាមានរឿងមិនស្រួលហើយគាត់ប្រញាប់ទាញកន្សែងយន់មកពាក់ហើយខ្សឹបប្រាប់អាឆីថាអាឆីហើយស្ងាត់មាត់កុំមាត់វាមកហើយខ្មោចរមៀលព្រៃអាឆីពេលនេះទើបចាប់ផ្ដើមញ័រខ្លួនវាក្រឡេកភ្នែកមើលទៅក្នុងភាពងងឹតក្រោមពន្លឺព្រះច័ន្ទដែលចាំងស្រអាប់តាមចម្លាក់ស្លឹកឈើវាបានឃើញវត្ថុខ្មៅងងឹតធំមួយដុំរាងមូលធំសម្បើមកំពុងរមៀលយ៉ាងលឿនបុកដើមឈើនិងកំពើតព្រៃឈ្មោះមករកពួកគេទាំងពីរអ្នកខ្លះដែលធ្លាប់ប្រទះនិយាយថាវាមើលទៅដូចជាក្បាលមនុស្សយ៉ាក់យកមកអ្នកខ្លះទៀតថាវាមើលទៅដូចជាដុំសាច់មនុស្សដែលអង្គុយអោបជង្គង់ហើយរមៀលខ្លួនឯងគ្រឺតគ្រឺតគ្រឺតរត់តាសុបស្រែកឡើងហើយស្ទុះរត់មុនគេព្រានទាំងពីររត់បាតជើងសព្រាតមិនគិតពីអ្វីទាំងអស់តាសុករត់បណ្ដាសូត្រមន្តគាថាការពារខ្លួនបណ្ដាចំណែកអាឆីវិញរត់ដោយសភាវៈទាំងសក្តីភ័យខ្លាចគ្របដណ្ដើបរត់បានមួយសន្ទុះអាឆីក៏ជំពកជើងខ្លួនឯដួលផ្កាប់មុខពេលវាប្រាំងងើបឡើងវត្ថុខ្មៅងងឹតដែលរមៀលនោះក៏មកដល់ល្មមវាបានរមៀលសង្កត់ពីលើរាងកាយរបស់អាឆីជាមួយនឹងសំឡេងគ្រឺតដ៏គួរឲ្យរន្ធត់មុននឹងបន្តរមៀលបាត់ចូលទៅក្នុងព្រៃជ្រៅម្ខាងទៀតតាសុកមិនហ៊ានងើករយទេគាត់រត់រហូតទាល់តែភ្លឺទើបហ៊ានដើរត្រឡប់មករកអាឆីវិញគាត់បានឃើញអាឆីដេកសម្លប់ស្តុកស្តាំងខ្លួនត្រជាក់ស្រាប់ប៉ុន្តែក្តៅខ្លួនខ្លាំងតាសុកបានខំប្រឹងសែងអាឆីចេញពីព្រៃត្រឡប់មកភូមិវិញអាឆីគ្រុនក្តៅអស់ជាច្រើនថ្ងៃនិយាយរវារវាយយំផងសាយខងក្រោយពីជាសះស្បើយពីគ្រុនក្តៅនោះអាឆីក៏មិនមែនជាអាឆីដូចមុនទៀតដែរវាคล้ายទៅជាមនុស្សមិនគ្រប់ទឹកឃើញព្រៃឈើគឺខ្លាចរត់បះសក់រហូតមកដល់សពថ្ងៃតាសុកបានប្រាប់ភូមិថានេះគឺដោយសារតែអាឆីបានប្រមាថមើលងាយម្ចាស់ទឹកម្ចាស់ដីគឺដំបូកធំនោះដែលជាលំនៅរបស់វិញ្ញាណម្ចាស់ព្រៃក្បាលខ្មោចរមៀលក្នុងព្រៃនេះតាមចាស់និយាយគឺជាវិញ្ញាណរបស់អ្នករៀនអាគមអ៊ុំអាមខ្លាំងក្លារហូតដល់ថ្ងៃស្លាប់ទៅវិជាចូលខ្លួនធ្វើឲ្យវិញ្ញាណមិនអាចទៅចាប់ជាតិបានក៏คล้ายទៅជាវិញ្ញាណសាហាវយាមព្រៃឬអាចជាវិញ្ញាណអ្នកស្លាប់តែហោងក្នុងព្រៃដែលមានចិត្តចង់ពៀនខ្លាំងក្លាណាស់រឿងនេះចង់ដាស់តឿនយើងថាពេលចូលកន្លែងណាក៏ដោយត្រូវចេះគោរពទីកន្លែងនោះកុំធ្វើខ្លួនអស្ចារ្យឬប្រមាថមើលងាយដល់អ្វីដែលយើងមើលមិនឃើញ
ព្រោះបើជួបរបស់ពិតមែនទែនជីវិតរបស់យើងអាចនឹងមិនសំណាងដូចតាសុកនោះទេរឿងក្បាលខ្មោចរមៀលក្នុងព្រៃក៏សូមចប់តែត្រឹមនេះសូមអរគុណ